តាថប្រយោជន៍ពេលយប់មុននឹងចូលគេងតែគួរធ្វើអ្វីខ្លះដើម្បីទទួលបាននូវសំណើល្អសុបិនល្អគេងស្កប់ឆ្កល់ព្រឹកឡើងទទួលបាននូវសេរីសួស្តីមានលៀបជ័យការរកស៊ីកាន់តែរីកចម្រើនទោះយ៉ាងទៅថ្ងៃនេះអាត្មាភាពសូមចែករំលែកនូវអត្ថប្រយោជន៍មុនពេលនឹងចូលគេងនៅ3យ៉ាងគួរតែធ្វើមុននឹងពេលចូលគេងសាកធ្វើត្រឹមតែ1សប្តាហ៍នោះញាតិញោមសប្បុរសប្រុសស្រីនឹងទទួលបានផ្លែផ្កាមកជាលៀបជ័យមិនសូវឈឺស្កាត់ក្នុងភពផ្ទះមានភាពប្រច័ត្នត្រជុំទៅខាងក្រៅមានទេវតាជួយបីបាច់ថែរក្សាអត្ថប្រយោជន៍នៃការធ្វើរបស់3យ៉ាងនៅក្នុងផ្ទះមុននឹងពេលចូលគេងធ្វើនៅក្នុងបន្ទប់មុននឹងពេលចូលគេងតើ3យ៉ាងនេះមានអ្វីខ្លះចំណុចទី1ជាចំណុចគោលចំហដំបូងបំផុតមុនពេលនឹងចូលគេងសូមក្រាបថ្វាយបង្គំចំពោះក្បាលដំណេកដែលយើងឃើញនឹង3ដងដោយនឹកឃើញព្រះពុទ្ធព្រះធម៌และសង្ឃហើយពោលឡើងថាខ្ញុំប្រកាសណាសូមយកព្រះពុទ្ធជាទីពឹងខ្ញុំប្រកាសណាសូមយកព្រះធម៌ជាទីពឹងខ្ញុំប្រកាសណាសូមយកព្រះសង្ឃជាទីពឹងនេះគឺជាចំណុចទី1ដែលនាំឲ្យយើងគេងទៅស្កប់ឆ្កល់មិនសុបិនអាក្រក់ពពួកខ្មៅងងឹតមិនហ៊ានមកបៀតបៀនគេងមិនរវើរវាយគេងឆាប់ញាក់ហើយគេងស្កប់ឆ្កល់ដែលអំណាចនៃវិធីទី1នេះគឺជួយឲ្យមានភាពត្រជាក់ត្រជុំសុខដុមរមមាកើតឡើងក្នុងផ្ទះមានយុស័កមានឫទ្ធិអំណាចដោយការក្រាបថ្វាយបង្គំចំពោះនឹកឃើញប្រចោងក្រៃទាំង3ដ៏ខ្ពង់ខ្ពស់ក្រៃលែងគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃនេះហើយដែលជួយឲ្យក្នុងគ្រួសារនេះមានភាពត្រជាក់ត្រជុំគោលចំហទី2ឬក៏ចំណុចទី2មុនពេលនឹងចូលគេងក្រោយថ្វាយបង្គំនឹកឃើញព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយសូមបាញ់ទឹកអប់នៅកន្លែងសំខាន់ដូចជាកន្លែងដាក់ខោអាវក្បាលដំណេកចង្កជើងឬក៏កន្លែងដាក់ស្បែកជើងផ្សេងហ្នឹងដើម្បីបណ្ដេញពពុះឧបទ្រពឧបវ័នចង្រៃតម្លៃចំពោះឲ្យវិនាសសន្តិដែលអំណាចនៃការថ្វាយបង្គំឬរាល់អស់គឺយើងចាប់បានបានទឹកអប់បង្កក់សេរីដើម្បីបញ្ជាពពួកខ្មៅលិតហើយសេរីសួស្តីចូលនេះគឺជាវិធីទី2ដែលជួយឲ្យមានសេរីសួស្តីក្នុងផ្ទះឬក៏ក្នុងបន្ទប់ជួលឬក្នុងសណ្ឋាគារផ្សេងចំណុចទី3ចំណុចគោលមុនពេលនឹងចូលគេងប្រសិនបើអាចសូមពោលដោយវាចាល្អមិនបៀតបៀនអ្នកដទៃសូមពោលដោយវិចារផ្អែមល្ហែមទៅកាន់អ្នកដទៃជុំវិញខ្លួនសូមពោលដោយពាក្យស្មោះត្រង់មិនក្បត់មិនពោលពាក្យចាក់រុកឆេះឆ្កៀលឲ្យទីបែកបាក់គ្នាការដែលពោលដោយវិចារល្អនេះស្របនឹងចំណុចទី1និងទី2រួមទាំងថែមទាំងយុការប្រើផ្កាម្លិះឬផ្កាចម្ប៉ាក្នុងបន្ទប់ទៀត3យ៉ាង3វិធីនេះពិតជាទទួលបានអត្ថប្រយោជន៍ប្រសិនបើយើងធ្វើត្រឹមតែ1សប្តាហ៍នឹងមានអភិនិហេខាត់ឡើងក្នុងផ្ទះក្នុងហាងក្នុងបន្ទប់ជួលក្នុងសន្តាគារដែលការខិតខំព្យាយាមប្រឹងប្រែងប្រចិត្តបរិសុទ្ធស្មោះត្រង់របស់យើងនឹងទទួលបាននូវឫទ្ធិរាជៈសម្បូរត្រារៀបជ័យការលូកដោក៏កាន់តែរីកចម្រើនមានទេវតាតាមមេបាច់ថែរក្សាពពួកខ្មៅលិតក៏មិនយិតមកបៀតបៀន3យ៉ាង3វិធីនេះគឺជាអត្ថប្រយោជន៍ដែលសំខាន់បំផុតដែលសប្បុរសប្រុសស្រីពុំធ្លាប់បានដឹងពីមុនមកកុំភ្លេចចែករំលែកប្រសិនបើវីដេអូនេះមានប្រយោជន៍សម្រាប់សប្បុរសប្រុសស្រី